សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ admin យប់នេះ admin នឹងនាំអ្នកទាំងអស់គ្នាទៅកាន់បរិយាកាសអង្គុយជុំវិញភ្នក់ភ្លើងកណ្ដាលវាលស្រែនារាត្រីដ៏ត្រជាក់ត្រជុំក្នុងខេត្តបាត់ដំបងកាលពីអំឡុងឆ្នាំ1990ក្នុងសម័យកាលដែលអគ្គិសនីមិនទាន់ទៅដល់វាលស្រែដាច់ស្រយាលនារដូវរំហើយចុងខែធ្នូខ្យល់ត្រជាក់បោកមកយ៉ាងខ្លាំងបរិយាកាសជុំវិញខ្លួនងងឹតស្លុបមានតែពន្លឺផ្កាយរះពេញមេឃខ្យល់ត្រជាក់បក់កាត់ចុងស្មៅស្ងួតជាដងកាលធ្វើឲ្យយើងត្រូវរឹតក្រមានិងអាវរងាឲ្យកាន់តែណែននៅចំពោះមុខយើងគឺភ្នក់ភ្លើងដែលទើបនឹងបង្កាត់ឡើងដោយគល់ឈើនិងចិញ្ច្រាំងស្រែថ្មីពន្លឺភ្លើងពណ៌ទឹកក្រូចឆេះរោរាតាមកម្លាំងខ្យល់ឮសូរតែសំឡេងឈើប្រេះក្រប់ហោះកំទេចភ្លើងទៅក្នុងអាកាសក្លិនផ្សែងភ្លើងលាយឡំជាមួយក្លិនដីនិងក្លិនចិញ្ច្រាំងស្រែគឺជាក្លិនពិសេសនៃជនបទនារដូវរងាតាអិនបរោះចំណាស់អាយុ70ឆ្នាំស្បែកស្រអែមដោយសារកម្ដៅថ្ងៃអង្គុយនៅម្ខាងនៃភ្នក់ភ្លើងគាត់យកមែកឈើឆ្កឹះភ្នក់ភ្លើងតិចរួចហុចបាយក្តាំងឲ្យខ្ញុំស៊ីបាយក្តាំងក្តៅសិនទៅចៅសំឡេងគាត់ស្អកតែពោពេញដោយភាពកក់ក្ដៅគាត់ចាប់ផ្ដើមជជែកពីរឿងសពសារពើរឿងតម្លៃស្រូវឆ្នាំនេះរឿងត្រីក្នុងស្រះដែលទើបបូមកាលពីម្សិលមិញលាយឡំជាមួយសំឡេងសត្វចង្រិតយំរំពងវាជាពេលវេលាដែលមានក្តីសុខដែលលុយមិនអាចទិញបានពេលវេលាកន្លងផុតទៅខ្យល់ចាប់ផ្ដើមបក់ខ្លាំងជាងមុនភាពស្ងប់ស្ងាត់ចាប់ផ្ដើមក្រដណ្ដប់តាអិនបោះអូសដុំធំមួយដុំចូលក្នុងភ្លើងរួចគាត់នៅស្ងៀមមួយសន្ទុះសម្លឹងទៅក្នុងភាពងងឹតនៅពីក្រោយខ្ទមស្រែកាលពីមុនណានៅត្រង់នោះគាត់ចង្អុលដៃទៅរកដើមត្នោតមួយគូដែលឈរខ្មៅងងឹតវាមិនមែនជាវាស្រែស្រឡះបែបនេះទេនេះជាសញ្ញាថារឿងពិតកំពុងតែចាប់ផ្ដើមហើយកាលនោះតានៅជាជនកំឡោះនៅឡើយសម័យនោះថ្មពិលនិងពិលមានតម្លៃថ្លៃខ្លាំងណាស់មិនសូវមានអ្នកប្រើទេភាគច្រើនអ្នកភូមិប្រើតែចង្គៀងប្រេងកាតសម្រាប់ដុតបំភ្លឺប៉ុណ្ណោះយប់ដែលកើតហេតុនោះជាយប់ដាច់ខែងងឹតសូនឈឹងមើលអ្វីមិនឃើញឡើយហើយតាក៏ចេញមកដាក់អន្ទាក់កណ្ដុរនៅវាស្រែម្នាក់ឯងស្របពេលដែលមានខ្យល់បក់ត្រជាក់ខ្លាំងដោយបរិយាកាសយប់នេះអញ្ចឹងតាអិនបានរៀបរាប់បន្តពីទស្សនវិជ្ជានាគ្រានោះថាគាត់ត្រូវដើរជើងទទេនៅភ្លឺស្រែដែលសើមជោកដោយទឹកសន្សើមនឹងឮតែសំឡេងសត្វបក្សីរកស៊ីពេលយប់ហោះឆ្វេវឆ្វាត់កាត់ក្បាលគូឲ្យព្រឺព្រួចគាត់រៀបរាប់ទាំងទឹកមុខរន្ធត់ពីអារម្មណ៍ព្រឺកញ្ចឹងកនិងព្រឺរោមដងខ្លួនព្រោះមានអារម្មណ៍ថាដូចមានមនុស្សដើរតាមពីក្រោយខ្នងជាប់ជានិច្ចប៉ុន្តែនៅពេលដែលគាត់ងាកពិលទៅបញ្ចាំងមើលបែរជាឃើញតែភាពស្ងាត់ជ្រងំនិងភាពទទេស្អាតទៅវិញតាអិននិទានរឿងនេះដោយប្រើទឹកដមសម្លេងឡើងចុះទៅតាមសាច់រឿងជួនកាលគាត់និយាយខ្សឹបធ្វើឲ្យយើងត្រូវផ្ទៀងត្រចៀកស្ដាប់ទាំងភ័យអស្រាប់តែភ្លាមនោះគាត់ក៏ទះផ្លូវផាច់យ៉ាងខ្លាំងធ្វើឲ្យពួកយើងម្នាក់ភ្ញាក់ព្រឺតលោតកញ្ជ្រោលចេញពីកន្លែងអង្គុយទាំងមិនដឹងខ្លួនគាត់និយាយពីពន្លឺចម្លែកពណ៌បៃតងខ្ចីដែលអណ្ដែតចុះឡើងលើចុងឫស្សីវាមិនមែនជាអំពិលអំពែកទេព្រោះវាធំប៉ុនកណ្ដាប់ដៃហើយហោះបញ្ច្រាស់ខ្យល់តាស្លុតចិត្តព្រឺរោមតាមពីចុងជើងដល់ក្បាលបេះដូងលូតដឹបពន្លឺនោះវាកាន់តែអណ្ដែតទៀតចុះមករហូតមកឈប់នៅត្រង់គុំព្រៃខាងមុខនេះឯងខ្ញុំអង្គុយស្ងៀមមិនហ៊ានក៏ក្រៅខ្លួនភ្នែកសម្លឹងមើលតាអិនឆ្លាស់ជាមួយភាពងងឹតជុំវិញខ្លួនសំឡេងខ្យល់បក់កាត់ស្លឹកត្នោតស្ដាប់ទៅដូចជាសំឡេងខ្សឹបខ្សៀវគាត់ថាអ្វីដែលជួបយប់នោះមិនមែនជាខ្មៅកំណាចមកគួរឲ្យខ្លាចទេតែគឺជាស្រមោលមនុស្សខ្ពស់ធំឈរស្ងៀមមិននិយាយស្ដីមុននឹងរលាយបាត់ទៅនឹងភ្នែកបន្សល់ទុកតែក្លិនធូបតិចចាស់ទុំប្រាប់ថានោះគឺជាម្ចាស់ទឹកម្ចាស់ដីចុះមកមើលថាតើអ្នកណាមានការអីបានជាមកទាំងយប់រលប់រឿងរ៉ាវចប់ទៅតាអិនសើចពេលឃើញពួកយើងធ្វើមុខស្លេកស្លាំងគាត់យកស្លឹកកន្ទួតងាប់មកមូធ្វើថ្នាំជក់រួចនិយាយថាកុំខ្លាចអីចៅចាស់ថាមនុស្សល្អទេវតាថែរក្សាបើមកដីកណ្ដាលវាលស្រែបែបនេះគ្រាន់តែប្រាប់សុំម្ចាស់ទឹកម្ចាស់ដីទៅគេនឹងស្រឡាញ់អាណិតយើងដោយកូនចៅអញ្ចឹង
គាត់ឆ្កឹះភ្នក់ភ្លើងជាលើកចុងក្រោយទុកតែងងឹកភ្លើងពណ៌ក្រហមដែលផ្ដល់កម្ដៅតិចតិចបរិយាកាសត្រឡប់មកស្ងប់ស្ងាត់តែម្ដងតែជាភាពស្ងប់ស្ងាត់ដែលពោពេញដោយការគោរពចំពោះធម្មជាតិនិងអ្វីដែលមើលមិនឃើញយើងងើបមុខមើលមេឃផ្កាយកូនមាន់រំកិលមកចំកណ្ដាលក្បាលទឹកសន្សើមចាប់ផ្ដើមធ្លាក់ខ្លាំងរហូតដល់សើមដៃអាវឮសំឡេងឆ្កែព្រុសលូពីភូមិដល់ឆ្ងាយខិតចូលមកចិត្តភ្នក់ភ្លើងបន្តិចមកចៅកុំនៅឆ្ងាយពេកប្រយ័ត្នរងាតោះផ្ទៀងត្រចៀកស្ដាប់ណារឿងដែលតាចិត្តនៅនិទានបន្តនេះវាមិនមែនជារឿងដំណាលតគ្នាទេគឺវាជារឿងរ៉ាវដែលបានកើតឡើងលើរូបតាផ្ទាល់តែម្ដងការដែលតានៅមានកម្លាំងកំហែងជាកំឡោះពេញរូបរាងអាយុប្រហែលជាពួកឯងនឹងឯងសម័យនោះស្រុកភូមិយើងមិនទាន់មានអគ្គិសនីប្រើប្រាស់ដូចឥឡូវឡើយយប់ឡើងគឺងងឹតស្លុបងងឹតដល់ថ្នាក់យើងលើកដៃមកដាក់ចំពីមុខភ្នែកក៏មើលមិនចង់ឃើញម្រាមដៃខ្លួនឯងផងបើយប់ណាមានខែភ្លឺបន្តិចក៏ល្មមនឹងជួយឲ្យយើងធូរចិត្តនឹងមើលផ្លូវឃើញខ្លះទៅចោះតែបើយប់ណាចំយប់ខែដាច់វិញនោះអូយគឺវាងងឹតសូនឈឹងហើយស្ងាត់ជ្រងំគួរឲ្យព្រឺកញ្ចឹងកខ្លាំងណាស់យប់នោះជាយប់រដូវរំហើយក្នុងស្រែចាប់ផ្ដើមស្រកចូលទៅក្នុងបឹងបួរតាណាត់ជួបជាមួយអាឆើតរៀមច្បល់ម្នាក់ដើម្បីទៅចាក់ត្រីនៅម្ដុំអូកគីភ្លោះពួកឯងប្រហែលជាមិនដែលទៅទេដឹងវាស្ថិតនៅជ្រៅទៅខាងចុងវាលត្រង់កន្លែងដែលដើមកគីពីរដើមដោះក្បែរគ្នារហូតដល់រឹសវាពាត់ជំពាក់គ្នាអស់ចាស់ប្រកាន់កន្លែងនោះណាស់ប្រហែលម៉ោង11យប់តានឹងអាឆើតស្ពាយឈ្នៀងនិងចង្គៀងដុតដើរលុយកាត់វាស្រែទៅខ្យល់រងាបក់មកវូសំឡេងកង្កែបយំរំពងស្រាប់តែស្ងាត់ជ្រងំពេលពួកតាដើរកាត់ស្ងាត់ដល់ថ្នាក់ឮសំឡេងជើងខ្លួនឯងដើរជន់ភក់លុះទៅដល់អូគគីភ្លោះបរិយាកាសប្រែប្រួលភ្លាមអាកាសធាតុត្រជាក់ខុសធម្មតាទាំងដែលគ្មានខ្យល់បក់ទឹកក្នុងអូស្ងប់ឈឹងដោយកញ្ចក់ខ្មៅឆ្លុះបញ្ចាំងស្រមោលដើមគគីដែលលាតសន្ធឹងមេឃធៀងគួរឲ្យខ្លាចដោយដៃមនុស្សកំពុងបក់ហៅអាឆើតខ្សឹបសួរតាថាហើយមានធុំក្លិនអីអត់ពេលដំបូងតាមិនធុំអីដែរព្រោះជារមាស់ស៊ាំនឹងក្លិនភក់ក្លិនអាចក្របីប៉ុន្តែពេលតាំងចិត្តហិតមើលទៅស្រាប់តែមានក្លិនក្រអូបត្រជាក់អណ្ដែតតាមខ្យល់ក្លិនដូចជាផ្ការាត្រីប៉ុន្តែចម្លែកត្រង់ថាម្ដុំនោះគ្មានដើមផ្ការាត្រីសូម្បីតែមួយដើមមានតែព្រៃក្រាស់ខ្មឹកយើងទាំងពីរនាក់មើលមុខគ្នាលេលើដោយក្តីមន្ទិលប៉ុន្តែដោយសារតែស្ដាយត្រីដែលកំពុងចោមប៉ះពេញអូក៏ដាច់ចិត្តស៊ូទ្រាំទម្លាក់ខ្លួនចុះទៅក្នុងទឹកត្រាំតែមួយព្រុសដែលប៉ះទឹកត្រឹមចង្កេះភាពត្រជាក់ស្រេបនៃទឹកអូធ្វើឲ្យតាញាក់សាច់ខ្ញាក់យើងក៏សម្រេចចិត្តបែកគ្នាដើរម្នាក់មកខាងមាត់អូដោយតាដើរនៅខាងឆ្វេងចំណែកអាឆើតដើរនៅខាងស្ដាំបន្តិចក្រោយមកស្រាប់តែតាឮសំឡេងចប់ឮដូចពីណានៅពីក្រោយខ្នងដូចជាមានមនុស្សកំពុងដើរលុយទឹកតាមពីក្រោយតាគៀកតែនៅក្នុងចិត្តថាអាឆើតវាដើរឆ្លងមកខាងតាក៏ស្រែកសួរទាំងមិនងាកក្រោយឆើតឆ្លងមកខាងនេះធ្វើអីចុះខាងនោះអត់ត្រីមែនទេគ្មានសំឡេងឆ្លើយតបសូម្បីតែមួយម៉ាត់មានតែភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចនិងសំឡេងចុបដែលកាន់តែរំកិលមកដល់ចិត្តកញ្ចឹងករបស់តាចាប់ផ្ដើមបេះដូងលុតខុសចង្វាក់ក៏សម្រេចចិត្តលើកចង្គៀងឡើងខ្ពស់រួចងាកខ្វាច់ទៅមើលខាងក្រោយពលឺចង្គៀងបានជះទៅលើផ្ទៃទឹកដែលកំពុងរំភើយអណ្ដែតជាវងដូចជាទើបតែមានមនុស្សដើរកាត់ត្រង់នោះថ្មីអញ្ចឹងប៉ុន្តែអ្វីដែលគួររន្ធត់បំផុតនោះគឺមិនឃើញមានមនុស្សសូម្បីតែម្នាក់វាគឺជាភាពទទេស្អាតដែលគួរឲ្យតក់ស្លុតបំផុតព្រោះវាជាភាពទទេស្អាតដែលយើងអាចដឹងយ៉ាងច្បាស់ដោយអារម្មណ៍ថាមានអ្វីម្យ៉ាងដែលមើលមិនឃើញកំពុងតែឈរនៅទីនោះជាមួយយើងដែរពេលនោះបេះដូងតាធ្លាក់ដល់ចុងជើងព្រឺរោមដៃអស់តាសម្រេចចិត្តថានឹងឡើងគោកលែងយកហើយត្រីអីនឹងប៉ុន្តែក្នុងខណៈដែលតាកំពុងតែឈានជើងឡើងមាត់ច្រាំងត្រជាតាបានឮសំឡេងស្ត្រីម្នាក់ខ្សឹបខ្សួលតិចសំឡេងនោះមិនមែនចេញមកពីខាងក្រោយទេចៅតែវាចេញពីខាងលើដើមគគីដែលនៅពីមុខតានេះឯងតាសន្សំងើបមុខមើលពលឺចង្គៀងវាភ្លឺល្មមនឹងជះទៅដល់មេឃឈើធំអ្វីដែលតាឃើញគឺមានស្ត្រីម្នាក់ស្លៀកសម្លៀកបំពាក់បែបបុរាណពណ៌ស្រអាប់អង្គុយលើមេឃគគី
សក់វែងរញ៉េរញ៉ៃបិទមុខបិទមាត់ចុងជើងរបស់នាងក៏រវីចុះឡើងប៉ុន្តែអ្វីដែលគួរឲ្យខ្លាចគឺចុងជើងរបស់នាងស្លេកស្លាំងដោយគ្មានឈាមហើយនាងគ្មានស្រមោលឡើយក្នុងវិនាទីដ៏ព្រឺព្រួចនោះខ្លួនរបស់តាទាំងមូលប្រែជារឹងស្ពឹកស្រពន់ដូចជាជន់ខណៈដែលជើងទាំងពីរកំពុងឈរធ្លុងក្នុងទឹកអូរបើទោះបីជាស្មារតីរបស់តានៅដឹងខ្លួនគ្រប់គ្រាន់ក៏ដោយក៏ដៃជើងមិនអាចតម្រើកបានតាមចិត្តឡើយស្រាប់តែស្ត្រីម្នាក់នោះឈរយំបង្អក់រួចនាងក៏ចាប់ផ្ដើមសន្សឹមលើកដៃស្លេកស្លាំងមកវែកសក់ដែលជំពាក់រញ៉េរញ៉ៃបិទមុខនោះចេញយឺតតាវាមិនចាំមើលដល់នាងវែកសក់រួចឃើញមុខមាត់យ៉ាងណានោះទេឲ្យតែស្ទុះកម្រើកខ្លួនរួចភ្លាមតាក៏សម្រេចចិត្តក្រវែងឈ្នៀងនិងបោះទ្រង់ត្រីចោលកណ្ដាលអូរួចហក់ស្ទុះរត់ផ្អើលខ្មៅទាំងមិនគិតជីវិតពេលនោះតាភ្លេចអស់ភាពហត់នឿយភ្លេចទាំងការឈឺចាប់ពីបន្លាដែលមុតជើងតាខំប្រឹងរត់លុយទឹកលុយភក់ឡើងមកលើគោកទាំងត្រដាបត្រដួសរួចក៏ស្រែកហៅអាឆាតខ្លាំងរហូតផ្អើលអស់អ្នកភូមិដែលដេកនៅជិតនោះថាបងឆើតរត់ឲ្យលឿនមកបងខ្មោចលងហើយរត់ទៅបងចំណែកឯឆើតវិញកាលបើឃើញសភាពមិនស្រួលឬសំឡេងតាស្រែកហៅទាំងប្រលឹងចង់សក់បែបនេះគាត់ក៏ស្ទុះរត់តាមពីក្រោយតាក្រញាងជាប់គ្នាមិនឲ្យដាច់ឆ្ងាយពីគ្នាឡើយយើងទាំងពីរនាក់ខំប្រឹងរត់គេចយកជីវិតចេញពីតំបន់អូដ៏គួរឲ្យខ្លាចនោះទាំងទឹកមុខស្លេកស្លាំងគ្មាននរណាម្នាក់ហ៊ានងាកក្រោយទៅសម្លឹងមើលទស្សនភាពដ៏រន្ធត់នោះជាលើកទី2ឡើយយើងខំប្រឹងបោះជំហានរត់ត្រដាបត្រដួសកាត់វាលស្រែទាំងងងឹតរហូតមកដល់លានបោកស្រូវក្នុងភូមិដែលមានពន្លឺភ្លើងតិចទើបយើងម្នាក់ហ៊ានដួលដីចុះទៅលើដីទាំងអស់កម្លាំងនិងហត់ដង្ហក់រកនិយាយអ្វីមិនចេញនេះពេលនោះបេះដូងរបស់តាបានលោតញាប់ដឹបស្ទើរតែធ្លាក់ចេញមកក្រៅទ្រូងទៅហើយឯរាងកាយក៏ញ័រទៅតាក់ដោយសារតែក្តីរន្ធត់ដែលទើបតែបានជួបប្រទេសអំបញ្ញមិញនេះលុះដល់ព្រឹកប្រហៀមឡើងស្រាប់តែយាយសាយដែលជាអ្នកចិត្តខាងបានដើរមកប្រាប់ម៉ែរបស់តានៅផ្ទះទាំងទឹកមុខប្លែកថាយប់មិញនេះគាត់យល់សពឃើញនាងស្រស់កូនស្រីមេភូមិបានចងកសម្លាប់ខ្លួននៅលើមេឃដើមកគីភ្លោះកាលពីឆ្នាំមុនដោយសារតែខូចចិត្តរឿងស្នេហាក្នុងសបិននោះនាងមកប្រាប់គាត់ទាំងទឹកភ្នែកថានាងរងាណាស់នាងឃ្លានណាស់ចង់បានភួយថ្មីមកដណ្ដប់គ្រាន់តែឮបែបនេះភ្លាមតានឹងឆើតសម្លឹងមើលមុខគ្នាទាំងស្លេកស្លាំងគ្មានឈាមមួយដំណក់ព្រោះសម្លៀកបំពាក់ដែលតាបានឃើញស្ត្រីម្នាក់នោះស្លៀកអង្គុយលើមេឈើយប់មិញគឺជាឈុតតែមួយឈុតដែលនាងស្រស់បានស្លៀកកាលពីថ្ងៃដែលនាងសម្លាប់ខ្លួនពិតប្រាកដមែនក្រោយពីជួបហេតុការណ៍ដ៏រន្ធត់នោះមកតាក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺគ្រុនញ័រទៅតាក់ដែលវង្វេងវង្វាន់អស់រយៈពេល3យប់3ថ្ងៃតើតែពុករបស់តាបង្ខំចិត្តទៅធ្វើបន់បញ្ជូនកុសលនិងឧទ្ទិសអាហារសម្លៀកបំពាក់ឲ្យប្រលឹងនាងស្រស់ទើបអាការៈរបស់តាចាប់ផ្ដើមធូរស្រាលជាសះស្បើយចាប់តាំងពីពេលនោះមកទោះបីដឹងថាត្រីនៅអូនោះសម្បូរខ្លាំងយ៉ាងណាក៏ដោយក៏តាលែងហ៊ានទៅក្បែរទីនោះនៅពេលយប់ទៀតដែរឲ្យមាសប៉ុនក្បាលក៏តាលែងហ៊ានទៅដែរនេះហើយគឺជាបទពិសោធន៍ពិតរបស់តាចងចាំទុកណាភៅយប់ប្រលប់នៅកន្លែងស្ងាត់ជារងំធម្មជាតិលោកតែងតែមានម្ចាស់ថែរក្សាយើងកុំទៅប្រមាថឬបើឃើញអ្វីប្លែកភ្នែកឬអ្វីប្លែកត្រចៀកកុំទៅសួរនាំឬមាត់ដាច់ឲ្យសោះប្រយ័ត្នគ្រោះដល់ខ្លួននេះគឺជាការបញ្ចប់រឿងរ៉ាវរបស់តាអិនដែលគាត់បាននិទានប្រាប់កូនចៅឲ្យព្រឺក្បាលគ្រប់គ្នាក្នុងរាត្រីជុំវិញភ្នក់ភ្លើងដ៏ត្រជាក់នេះបន្ទាប់ពីទស្សនាវីដេអូនេះចប់តើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរឿងខ្មោចមួយនេះតើបងប្អូនចង់ឲ្យ admin ធ្វើរឿងខ្មោចបន្ថែមជាច្រើនទៀតដែរឬទេសូមខមមិននៅខាងក្រោមវីដេអូដើម្បីឲ្យ admin បានដឹងពីចម្លើយរបស់បងប្អូនទាំងអស់គ្នា